មានអាជីវកម្មផ្ទាល់ខ្លួនឯងនៅក្នុងដៃឯងគាត់ថតបង្ហាញនៅក្នុងបណ្ដាញសង្គមសោះខ្លាញ់ចេះខ្លាញ់ចុះខ្លាចខ្មាស់គេចេះខ្លាចខ្មាស់គេចុះមនុស្សធ្លាប់មានមុខមានមាត់មកដល់បើអាជីវកម្មតូចអញ្ចឹងខ្លាចគេសើចយំ2025នៅខ្មាស់គេដល់អង្កាលទៀតមុំលុបចោលអាភាពខ្មាស់អៀនហ្នឹងហើយភាពខ្មាស់អៀនវាមិនអាចបដូរជាបាយឲ្យយើងបានទេបើសិនជាបងប្អូនបើកអាជីវកម្មមានអាជីវកម្មខ្លួនឯងហើយបើសិនជាបងប្អូនអត់ចេះប្រម៉ូទវាបងប្អូនអត់ចេះធ្វើទីផ្សារវាបងប្អូនអត់ចេះផ្សព្វផ្សាយសួរថាមានមនុស្សប្រមាណអ្នកគេស្គាល់ទីតាំងរបស់បងប្អូនមានមនុស្សប្រមាណអ្នកគេស្គាល់ថាបងប្អូនហ្នឹងលក់ផលិតផលអីហើយគេមកគ្រប់គ្រងផលិតផលបងប្អូនហ្នឹងតាមរយៈណាអញ្ចឹងវាមិនខុសពីអង្កែបក្នុងដងទេមើលឃើញតាមអាប្រឡោះមាត់ដងខាងលើហ្នឹងទេលក់ឲ្យអ្នកជុំវិញខ្លួនទេបើសិនជាយើងអត់ចេះផ្សព្វផ្សាយនោះការផ្សព្វផ្សាយគឺជាទីផ្សារធំទូលាយមួយសម្រាប់អ្នកលក់ដូរដូចយើង